មកចិនលើកនេះអត់មានពេលវេលាជិះម៉ូតូទៅពីអ្នកដូចមុនទៀតទេគឺមានកូនត្រេននៅជាមួយដែរដែរពួកខ្ញុំនាំគ្នាជិះម៉ូតូទៅលេងផ្ទះយាយតាខាងម៉ែក្មេងគឺដូចមុនចង់ឲ្យទៅចូលឆ្នាំចិនថ្ងៃទី2ទី3អីហ្នឹងពួកខ្ញុំនាំគ្នាជិះម៉ូតូទៅលេងផ្ទះម៉ែក្មេងហើយប៉ុន្តែដោយសារលើកនេះគឺថាមានម៉ែអូនទៅដែរចង់ឲ្យគឺថាជិះយឺតហើយខ្លុំកូនឲ្យចិត្តខ្លាច់កូនតិចហើយមកដល់កន្លែងនេះគឺបងប្អូនអាចចាំបានហើយផ្លូវការខ្ញុំធ្លាប់ថតពីមុនប៉ុន្តែសាមុនគេធ្វើអត់ទាន់ហើយតែឥឡូវផ្ទះគេធ្វើហើយអស់ហើយផ្ទះខ្លះក៏នៅអត់ទាន់ធ្វើហើយដែរមកផ្ទះយាយតាគឺមក3នាក់ម៉ែឪកូនម្ដងមកម៉ែក្មេកខ្ញុំគាត់មកដែរប៉ុន្តែម៉ែក្មេកខ្ញុំគាត់ជិះម៉ូតូមួយទៀតម្ដងពេលដែលយើងទៅលេងផ្ទះយាយតាអីចឹងគេហៅទៅប៉ៃនៀនចឹងយើងត្រូវមាននំមាននេះមាននោះអីទៅដែរឥឡូវនេះពួកខ្ញុំបានមកដល់ហើយក៏នាំគ្នាដើរទៅផ្ទះយាយតាហើយមកដល់ហ្នឹងគឺថាអត់ទាន់បានហូបអីទេអញ្ចឹងអ៊ីគាត់នាំទៅថាទៅផ្ទះយាយតាទៅគាត់ធ្វើកាទៀវឲ្យញ៉ាំហើយអ៊ីគឺត្រូវជាប្អូនស្រីរបស់ម៉ែក្មេកខ្ញុំពោកូនខ្ញុំដើរខ្លួនទៅថតទៅបន្ទាប់មកដល់កន្លែងនេះគឺបងប្អូនអាចចាំបានហើយនេះគឺជាផ្ទះយាយតានឹងឯងបងឡើយខ្ញុំស្មានតែនៅផ្ទះមានកាទៀវហូបស្រាប់ប៉ុន្តែអ៊ីជាអ្នកធ្វើអញ្ចឹងហើយខ្ញុំប្រាប់អ៊ីថាមិនបាច់ធ្វើទេខ្ញុំនាំគ្នាទៅទិញវិញហើយក៏តបកូនឲ្យម៉ែក្មេកអ៊ីមើលខ្ញុំជិះម៉ូតូពីអ្នកប្តីខ្ញុំដើម្បីទៅទិញកាទៀវហ្នឹងនៅស្រុកនេះគេហៅគួយលេងមីហ្វិនហ្នឹងឯងឥឡូវនេះមានពេលជិះម៉ូតូពីអ្នកប្តីប៉ុនអូយស្វីតបន្តិចចាពេលមកដល់ហ្នឹងគឺថាកន្លែងហ្នឹងដូចជាធម្មតាហ្នឹងឯងពេលចូលឆ្នាំចិនអញ្ចឹងគឺថាកាទៀវរៀងឡើងថ្លៃបន្តិចដែរតែមិនថ្លៃអីហ្មងណាទេគ្រាន់តែឡើងមួយយ័ន្តហ្នឹងឯងថារាល់ដងយើងទិញទៅតែ5យ័ន្តទេតែលើកនេះ6យ័ន្តហើយនេះជាចានរបស់ខ្ញុំគឺខ្ញុំទិញថែមសាច់អញ្ចឹងអស់10យ័ន្តបន្ទាប់ពីបានកាទៀវហើយគឺយើងថែមគ្រឿងថែមអីដែលតាមចំណង់ចំណូលចិត្តយើងចង់បានហ្នឹងឯងហើយខាងខ្ញុំនេះគឺគ្មានថែមអីទេគឺថែមតែពេលបន្ទាប់ពីទិញហើយហ្នឹងក៏នាំគ្នាត្រឡប់មកផ្ទះវិញមកដល់ញ៉ាំកាទៀវញ៉ាំអីហើយបានតាគាត់មកគាត់ទៅភាសាគ្នាទៅដើរលេងផ្ទះចិត្តហ្នឹងឯងតែខ្ញុំចង់ប្រាប់បងប្អូនថាមកលើកនេះគឺអត់មានយាយទេដោយសារតែយាយបានចែកឋានទៅហើយគាត់ទៅតែចែកឋាននៅក្នុងខែ12នេះឯងបងប្អូនថាពេលហ្នឹងប្តីប្រពន្ធរបស់ខ្ញុំអត់ទាន់មានកម្រងថាឡើងមកស្រុកចិនណាមួយខ្ញុំនៅកូនតូចហើយបើឡើងមកក៏មកអត់ទាន់ដែរដោយសារយើងត្រូវការវីសាអីច្រើនហើយពួកខ្ញុំអត់បានឡើងមកទេពេលដែលយាយគាត់បានចែកឋានទៅគួរឲ្យសោកស្ដាយខ្លាំងមែនទែនដោយសារតែយាយគាត់អត់ទាន់បានឃើញកូនស្រីរបស់ខ្ញុំទេចឹងហើយឥឡូវយើងបាច់និយាយរឿងកំសត់ទៀតទេហូហើយឲ្យហូទៅនេះដល់ម៉ោងពួកខ្ញុំមកផ្ទះខាងពូវិញដោយសាររៀបចំហូបបាយហើយកូនខ្ញុំវិញគឺថាស្រួលខ្លាំងមែនទែនអត់ឲ្យម៉ែហត់ទេណាគេពោក៏តាមដែររួមទៅអត់មានយំកេកកុកអីទាំងអស់ណាគេពោលេងជាមួយគឺលេងជាមួយគេទាំងអស់យំតែពេលល្ងួយដេកទេល្ងួយដេកគឺថាចង់ឲ្យម៉ែ3អញ្ចឹងហើយម៉ែ3មួយផ្លេតគឺដេកលក់ហ្មងអញ្ចឹងបន្ទាប់ពីមកជុំគ្នាហើយអស់ហ្នឹងគឺថាដល់ម៉ោងញ៉ាំបាយចា៎ហើយក៏ធ្វើការញ៉ាំបាយជុំគ្នាទៅដោយសារតែយូរបានជួបជុំគ្នាម្ដងណាតែរវល់ធ្វើការរៀងខ្លួនអត់ងាយបានជួបគ្នាទេតែចូលឆ្នាំអញ្ចឹងទៅបានគេនាំគ្នាមានថ្ងៃសម្រាប់មានអីអញ្ចឹងបានជួបគ្នាបានយូរហើយនេះវិញគឺជាក្រូចទូចដែលខ្ញុំទៅបេះការឆ្នាំមុនបងថ្លៃចដូនមួយគាត់យកមកហើយកន្លែងនៅខាងមុខនេះគឺថាធ្វើម្ហូបធ្វើអីជុំគ្នារួមទៅអ្នកស្រុកភូមិហ្នឹងគឺគាត់ស្រោះដៃគ្នាហ្មងគាត់ធ្វើជុំគ្នាអញ្ចឹងទៅហើយផ្ទះណាគេផ្ទះនឹងហូបទៅយកទៅចែកគ្នាហូបអញ្ចឹងបន្ទាប់ពីហូបបាយហូបអីហើយហ្នឹងគឺយើងនាំគ្នាដើរទៅប៉ៃនៀនគ្រប់ផ្ទះឲ្យតែផ្ទះសាច់ញាតិខាងបងប្អូនអញ្ចឹងម៉ែក្មេកខ្ញុំកាន់នំជាមួយនឹងក្មួយជាមួយនឹងប្អូនអញ្ចឹងទៅយកទៅប៉ៃនៀនជាធម្មតាពេលយើងទៅប៉ៃនៀនយើងត្រូវមានទៅជាស្ករគ្រាប់ឬក៏នំឬក៏អីក៏បានដែរមួយថងហើយនឹងលុយតិចតួចយើងយកទៅដាក់តាមផ្ទះនៅមុខទូនឹងឯងនៅខាងប៉ែកផ្សេងខ្ញុំអត់ដឹងទេតែនៅខាងប្តីខ្ញុំគេធ្វើអញ្ចឹងឯងការខ្ញុំមកកាលពី2ឆ្នាំមុនក៏អញ្ចឹងដែរនេះវិញគឺជាប្អូនជីដូនមួយត្រូវជាកូនរបស់មីងត្រូវជាប្អូនរបស់ម៉ែក្មេកខ្ញុំមុននឹងឯងចាបងប្អូនប្តីខ្ញុំបរៀបរាប់រឿងវែងឆ្ងាយតិចហើយនេះវិញសិតតែក្មួយកូនរបស់បងជីដូនមួយពេលដែលយើងមកដល់អញ្ចឹងនេះយើងយកទៅដាក់នៅមុខទូគេចឹងឯងខ្ញុំអត់មានដឹងអីទេដឹងតែម៉ែក្មេកគាត់អ្នកដើរដាក់ទៅព្រោះខ្ញុំអត់ស្គាល់ហើយបើនិយាយពីបងប្អូនវិញគឺថាច្រើនខ្លាំងមែនតើមួយផ្ទះមួយថង10ផ្ទះគឺ10ថងហើយជាមួយនឹងលុយដល់យើងទៅប៉ៃនៀនអញ្ចឹងយើងចង់ដាក់លុយប៉ុន្មានក៏បានដែរជាទូទៅគឺ50ទៅ100យួនប៉ុន្តែនៅកន្លែងខ្លះគេដាក់ច្រើនដាក់តិចអីចឹងទៅកូនស្រីទូចនេះត្រូវជាកូនរបស់ពូចាហើយកូនខ្ញុំបងរបស់កូនពូ2ខែនេះកូនចិនសុតខ្ញុំនេះកូនកាតែកូនស្រីរបស់ខ្ញុំនេះគឺថាអត់ខ្លាចគេហ្មងឃើញគេចង់ប៉ះចង់អែលគេហ្មងចាហើយកន្លែងនេះគឺថាពេលដែលយើងមកប៉ៃនៀនគឺយើងយកមកដាក់មុខទូចឹងមកដាក់ជាមួយនឹងលុយជាមួយអីនៅលើគ្នាចឹងឯងបន្ទាប់ពីដើរប៉ៃនៀនសពគ្រប់ផ្ទះហើយហ្នឹងគឺថាមានអីទេមានតែលេងបៀហ្នឹងឯងយូរបានជុំគ្នាម្ដងមានធ្វើអីទៀតឆ្នាំចូលខែមានតែអង្គុយលេងបៀហ្នឹងឯងប្រាច់គ្នាលេងផងលេងបៀហើយលើកនេះគឺថាមានកូនទូចឹងហើយខ្ញុំម្លាយមើលកូនឲ្យប្តីខ្ញុំអ្នកលេងទៅបន្ទាប់ពីគេលេងហើយរហូតដល់ចិត្តម៉ោង3ម៉ោង4នេះហ្នឹងគឺថារៀងល្ងាចបន្តិចគឺពូគាត់ចាប់ផ្ដើមធ្វើម្ហូបទៀតហើយខ្ញុំនេះក៏ពោកូនមកលេងក្រៅប៉ុន្តែតាមពិតទៅខ្ញុំអត់សូវបានពោកូនហ្មងទេដោយសារតែពូអ៊ីបងប្អូនអីគឺគាត់ជួយពោរហូតពូកំពុងធ្វើម្ហូបគាត់នៅ single គាត់ថាឲ្យខ្ញុំរកប្រពន្ធខ្មែរគាត់មួយមកហើយបងកំពុងធ្វើត្រីជាបងជីដូនមួយប៉ុន្តែគាត់មានប្រពន្ធកូន2ហើយវិញត្រីជាពូដែរកំពុងនាំយ៉ាវលេងហើយពូគាត់ធ្វើត្រីចំហុយទៅធៀមសម្រាប់បាយល្ងាចមានត្រីមានឆាទាមានពោតមានអីច្រើនដែរប៉ុន្តែខ្ញុំអត់បានថតទេដោយសារតែមានកូនអញ្ចឹងខ្ញុំម្លាយ3កូនផងសូវបានបន្ទាប់មកស្អែកឡើង
ឡើងគឺថាពួកគាត់នាំគ្នាមកលេងផ្ទះខ្ញុំម្ដងនេះវិញគឺថាមកគឺថាគ្នាច្រើនហ្មងហើយក្មេងៗនាំគ្នាមកលេងបៀលេងអីចឹងទៅតែលេងបៀបែបលបែងកូនក្មេងគាត់ចូលចិត្តលេងចឹងណាម្សិលមិញគឺនាំគ្នាទៅហូបបាយផ្ទះគាត់តែឥឡូវនេះហៅពួកគាត់មកហូបបាយផ្ទះពួកខ្ញុំវិញម្ដងហើយមកហ្នឹងគឺប្តីខ្ញុំជាមួយនឹងឪក្មេកខ្ញុំគាត់ជាអ្នកធ្វើម្ហូបខ្ញុំនេះគឺថាមើលកូនក្មេកខ្ញុំគឺគាត់ជួយតិចតួចដែរលេងបន្លែលេងចានលេងឆ្នាំងអីចឹងទៅគាត់មកគឺនាំគ្នាអង្គុយលេងមានអីទេមានតែញ៉ាំអំពៅញ៉ាំក្រូចចឹងឯងតែនៅស្រុកនេះគឺភាគច្រើនញ៉ាំអំពៅញ៉ាំក្រូចថ្លុងនឹងស្ករគ្រាប់មួយនំអីចឹងទៅដូចជាសណ្ដែកដីគ្រាប់ជុករត់ជ្រាប់អីនឹងឯងបងប្អូនម្ហូបថ្ងៃនេះដែរគឺថាធ្វើឡើងពីតប់រៀងច្រើនគួរសមដែរហើយបើនិយាយពីមេឃវិញគឺថាភ្លៀងរហូតមកតាំងពីចូលឆ្នាំថ្ងៃទី2ទី3ទី4ទី5ទី6មកគឺភ្លៀងរាល់ថ្ងៃនេះចូលឆ្នាំអញ្ចឹងពេលខែត្រជាក់មានអីទេភាគច្រើនគេហូបតែស៊ុបបើយើងឆាទៅគឺថាឆាតែមួយផ្លេតត្រជាក់ហើយបន្ទាប់ពីអង្គុយលេងមិនទោសនឹងគឺថាម្ហូបបានឆ្អិនហើយក៏នាំគ្នាមានអីចាត់ការហូបបាយហូបទឹកទៅដោយតែបងប្អូនឃើញអញ្ចឹងនៅក្នុងមុខម្ហូបនោះគឺមានស៊ុបមានឆាដែរតែឆាតែមួយមុខពីរមុខទេពីហ្នឹងស៊ុបហើយសោបន្លែសអីថែមតាមនឹងឯងព្រោះថានៅនេះខែក្តៅយើងគេចូលចិត្តហត់ស៊ុបម្នាក់មួយចានហើយបាត់គេហូបបាយនៅនេះគេអត់សូវហូបបាយគេហូបស៊ុបហូបសាច់ហូបម្ហូបមួយបន្ទាប់ពីហូបបាយហូបអីហើយហ្នឹងគឺពួកខ្ញុំនាំគ្នាទៅលេងផ្ទះគាត់ទៀតហើយនៅនេះអបសក់ចឹងហើយហៅពួកខ្ញុំឲ្យឡើងទៅលេងណោះដោយសារនៅនោះមានផ្ទះច្រើនហើយក៏នាំគ្នាជិះម៉ូតូមួយប្តីឡើងទៅលេងផ្ទះពួកគាត់ទៀតហើយវីដេអូនេះក៏មានតែប៉ុណ្្នេះដែរជួបគ្នានៅវីដេអូក្រោយ